tao ở lúc nè đừng tế át công bằng bông muôn mùi crop nước bê đã ở lúc nè bà cầu bị bật lớn ngao bông muôn rút nhằm bông muôn mùi crop tao riêng cái đó ở lúc nè là ở chẳng ná và trong đằng ớt và trong đấng chô xe chô đạp khi mà xôm lùm ớt chún bà đôi tỏ từ ទស្សនិកជនជាទីមេត្រីយើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃការពិសាពងមាន់ស្ងោរក្នុងពេលព្រឹកមួយតើមានអ្វីកើតឡើងខ្លះទៅការប្រើប្រាស់កុំព្យូទ័រទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិកផ្សេងៗបានក្លាយជាទម្លាប់របស់មនុស្សគ្រប់រូបជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែកខ្លាំងណាស់ដូចនេះអ្នកអាចស្ងោរពងមាន់បរិភោគបានជារៀងរាល់ព្រឹកនោះវានឹងអាចការពីភ្នែករបស់អ្នកបានយ៉ាងល្អនៅក្នុងពងមាន់មានផ្ទុកសារធាតុដែលអាចជួយធ្វើឲ្យស្បែករបស់អ្នកស្អាតបានដូចនេះអ្នកអាចបរិភោគពងមាន់ស្ងោរចំនួន1គ្រាប់ជារៀងរាល់ព្រឹកបានទើបអាចធ្វើឲ្យស្បែករបស់អ្នកប្រែជាស្អាតនិងម៉ត់រលោងបានការបរិភោគពងមាន់ស្ងោរមិនត្រឹមតែអាចការពារសុខភាពភ្នែកនិងស្បែកនោះទេថែមទាំងអាចធ្វើឲ្យខួរក្បាលលូតលាស់បានល្អផងដែរចំពោះយុវវ័យគួរតែញ៉ាំជារៀងរាល់ព្រឹកទើបអាចជួយអ្នកឲ្យរៀនពូកែនិងមានការចងចាំល្អ